Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញរបៀបប្រើប្រាស់រូបមន្ត sum if sum if s និង sum product ចឹង sum គឺយើងប្រើសម្រាប់បូកទិន្នន័យធម្មតា sum if ប្រើសម្រាប់បូកទិន្នន័យមានលក្ខខណ្ឌមួយ sum if s ប្រើសម្រាប់បូកលក្ខខណ្ឌបានច្រើនហើយ sum product យើងបូកដោយបូកហើយគុណចឹងយើងមកមើលការប្រើប្រាស់រូបមន្ត sum ស្មើ sum ហើយយើងអាចអូសរូបមន្តពីលើដល់ក្រោមបែបនេះទៅតាមជួរណាដែលយើងចង់បូកយើង select បែបហ្នឹងឬក៏យើងអត់ចង់select ទេយើងអាចលុបលេខដើម្បីវាចាប់ជួរឈរទាំងអស់តែមិញខ្ញុំបូកត្រឹមលេខធម្មតាទៅបានហើយអញ្ចឹងពេលយើងបានហើយយើងអាចអូសរូបមន្តទៅខាងស្ដាំវានឹងចាប់ row quantity ម្ដងអញ្ចឹងនេះការប្រើរូបមន្ត sum if យើងប្រើសម្រាប់បូកដោយមានលក្ខខណ្ឌបានតែមួយទេអញ្ចឹងស្មើ sum if រួចយើង sum range ជួរណាយើង select range អញ្ចឹង range របស់យើងគឺមួយនេះហើយ range លក្ខខណ្ឌរបស់យើងគឺយើងចង់ check ទៅលើ salesman អញ្ចឹងខ្ញុំ select range salesman ហើយតមកក្បៀសជួរលក្ខខណ្ឌដែលយើងចង់បូកគឺខ្ញុំចង់បូកទៅលើquantity អញ្ចឹងកន្លែងនេះខ្ញុំចង់បូក quantityចឹងការប្រើប្រាស់sum if គឺវាមានលក្ខណៈមិនងាយស្រួលទេតែយើងបដូរមកប្រើប្រាស់ sum if s វិញដោយសារអីយើងអាចបូកដោយមានលក្ខខណ្ឌបានច្រើនអញ្ចឹងអ្វីដែលយើងប្រើទី1 sum if s គឺយើងចាប់ទៅលើជួរដែលយើងចង់បូកអញ្ចឹងជួរដែលយើងចង់បូកគឺជួរ quantity ខ្ញុំ select លើនេះមានន័យថា select មកជួរហ្នឹងហ្មងហើយក្បៀសលក្ខខណ្ឌរបស់យើងគឺយើង select ទៅលើ salesman ហើយយើងចាប់ទៅលើឈ្មោះ salesman ដែលយើងចង់ស្វែងរកអញ្ចឹងពេលយើងអូសរូបមន្តមកយើងនឹងបាន result quantity តារាចំនួនបានប៉ុន្មាន rosa ចំនួនបានប៉ុន្មាន salesman របស់យើងអញ្ចឹងបើយើងចង់ដឹងច្រើនលក្ខខណ្ឌអញ្ចឹងខ្ញុំចង់ស្វែងរកថាតើ detail មួយ salesman តារាលោកបានផ្លែឈើផ្លែប៉ោម orange mango ចំនួនប៉ុន្មានអញ្ចឹងដំបូងខ្ញុំត្រូវបដូរកន្លែង title នេះសិនដាក់ orange ដាក់ mango អីសិនអញ្ចឹងខ្ញុំដាក់ orange អូខេបន្តមកយើងចាប់ផ្ដើមចងរូបមន្តដោយប្រើ sum if s អញ្ចឹងស្មើ sum if s ចំណេញដូចគ្នាដែរគឺយើងចាប់ទៅលើជួរ quantity ចាប់ទៅលើsalesman តមកយើងដាក់លក្ខខណ្ឌ salesman ដែលយើងធ្វើដូចមិញដែរតមកទៀតយើងថែមមកលក្ខខណ្ឌទៀតយើងចង់ដឹងថាsalesman ឈ្មោះតារាណាលក់ផ្លែប៉ោមបានប៉ុន្មាន orange បានប៉ុន្មានអញ្ចឹងខ្ញុំ select ទៅលើជួររបស់ product តមកក្បៀសអញ្ចឹងយើងទៅ select លក្ខខណ្ឌរបស់យើងគឺយើងចង់ដឹងទៅលើកុដលក់ផ្លែប៉ោមអញ្ចឹង select មក result នឹងចេញហើយប៉ុន្តែនៅពេលដែលយើងចង់បែបនេះនៅពេលដែលយើងអូសរូបមន្ត error มันអាចត្រឹមត្រូវបានទេដោយសារអីយើងមិនតំបាន lock cell អញ្ចឹងឧទាហរណ៍នៅពេលដែលយើងចូលជួរទី2យើងទាញរូបមន្តវានឹងចាប់ខុសជួរអញ្ចឹងយើងត្រូវ select ទៅលើ cell ឬក៏apple នេះប៉ុន្តែវាអូសមកវាដាច់ជួរអញ្ចឹងយើងត្រូវចេះ lock cell អញ្ចឹងរបៀប lock cell ទី1យើងទៅមើលតន័យណាដែលយើង lock តន័យណាដែលយើងមិន lock ជួរណាដែលយើង lock row ណាដែលយើងមិន lock អញ្ចឹងអក្សរ D គឺជួរចំនួនអញ្ចឹងជួរចំនួននេះគឺយើង lock វាទៅដោយសារតែពេលយើងអូសទៅឆ្វេងទៅស្ដាំគឺយើងអត់ផ្លាស់ប្ដូរទេអក្សរ B គឺជួរ salesman គឺជាជួរលក្ខខណ្ឌក៏យើងអត់ផ្លាស់ប្ដូរដែរហើយសម្រាប់G4 នៅពេលដែលយើងអូសចុះក្រោមវាបំរែបំរួលទៅលើលេខអញ្ចឹងលេខយើងអត់ lock វាទេអញ្ចឹងយើង lock ទៅលើអក្សរជាមានន័យថានៅពេលដែលយើង lock តែជួរណាដែលមិនប្រែប្រួលទៅបានហើយជួរណាដែលប្រែប្រួលយើងមិន lock វាទេហើយសម្រាប់អក្សរ C គឺជាជួរទៅលើ product យើង check ទៅលើ product អញ្ចឹងយើង lock ដែរប៉ុន្តែ X3 គឺជាជួរ title ដែលយើងស្វែងរកអញ្ចឹងអ្វីដែលប្រែប្រួលគឺអក្សរសម្រាប់លេខគឺយើងមិនមានការប្រែប្រួលទេនៅពេលដែលយើងអូសរូបមន្តអញ្ចឹងយើង lock ទៅលើលេខបានតែប៉ុណ្ណេះយើងនឹងទាញរូបមន្តមកវាត្រឹមត្រូវហើយយើងអាចអូសទៅឆ្វេងទៅស្ដាំ
ដោយការចងរូបមន្តរបស់យើងត្រឹមត្រូវចឹងយើង check មើលតារា Apple របស់គាត់គឺមានចំនួនមកដល់15នេះផល Rosa នេះផលតារាចឹងចំនួន5 + 5 វាស្មើ10ចឹងនេះគឺជាការប្រើប្រាស់រូបមន្ត sum if សម្រាប់ sum product គឺជារូបមន្តដែល sum ហើយបូកហើយ sum ចឹងរបៀបដែលយើងធ្វើទី1យើង select rank ឥឡូវខ្ញុំចង់ដឹងថាតើនៅពេលដែលគុណលុយសរុបជា total ស្មើប្រមាណចឹងយើងគ្រាន់តែចង់ដឹង total ឡើងនេះតមកខ្ញុំទៅ sum product នៅក្នុងជួរ quantity និង price ស្មើ sum product តមកខ្ញុំ select rank ទី1ជួររបស់ខ្ញុំហើយនឹង rank ទី2គឺ price ចឹងការធ្វើការរបស់ sum product គឺវានឹងគុណ5គុណនឹង10 5គុណនឹង10 10គុណនឹង10រហូតដល់ rank ចុងក្រោយបន្ទាប់មកវាបូកតន័យរបស់យើងពីជួរដែលយើង select ហ្នឹងមួយចូលគ្នាឲ្យយើងអញ្ចឹងយើងបាន result 1000អូខេអញ្ចឹងសម្រាប់រូបមន្តនេះមានតែប៉ុណ្ណឹងអរគុណ